សាលានេះប្រកូនរបស់បញ្ញាសាស្ត្រទេធម្មតាម្ដាយឪពុកមានទ្រព្យគឺឲ្យជីវិតដល់កូនហើយកូននឹងត្រូវតែបំពេញតួនាទីឲ្យខ្ពស់ជាងឪពុកព្រះសិទ្ធត្ថកុមារព្រះរាជបិតាចង់ឲ្យលោកធ្វើជាស្ដេចចក្រពត្តិពុកទាយហៅទាយទាំងម្នាក់ហ្នឹងមានបុណ្យសម្បើមមកទៅបានជាស្ដេចចក្រពត្តិឪពុកនោះចិត្តឪពុកនោះចង់ឲ្យកូនធំហើយមានណាខំសាងប្រាសាទ3ស្រីស្នំរាប់មិនអស់ប៉ុន្តែដោយលោកប្រាថ្នាជាប្រពុតម្ល៉េះហើយចាប់មិនក៏មិនជាប់ដែរគឺថាលោកត្រូវតែមិនទទួលនៅសម្បត្តិចក្រពត្តិប៉ុន្តែដល់សម្បត្តិដែលលោកបានទទួលនោះវាធំធេងជាងចក្រពត្តិទៅទៀតពីព្រោះបានត្រាស់ជាព្រះសម្មាសម្ពុទ្ធមានអីជាទឹកជាវិញ្ញាណទាំងអស់លោកអាចដឹងបានទាំងអស់ហើយយើងទាំងអស់គ្នាដែលខំប្រឹងប្រែងសប្តាហ៍ថ្ងៃនេះក៏រៀនដើរតាមមុខភាគដើរតាមព្រះសម្មាសម្ពុទ្ធក្នុងការកសាងកុសលធម៌ឬកុសលកម្មចឹងសិនអ្នកចេះខ្ញុំបើនិយាយពីកម្មមកវាមានកម្មខ្លះវាឲ្យផលភ្លាមចឹងទៅកម្មខ្លះវាចាំពេលឲ្យទុំចឹងទៅមានបើជាពិសេសហ្នឹងអកុសលកម្មច្រើនឲ្យផលភ្លាមតែម្ដងកុសលកម្មចាំយូរឧទាហរណ៍ដូចកាលសម័យមួយមានព្រានព្រៃម្នាក់មួយថ្ងៃហ្នឹងគាត់សោយគាត់ទៅចូលដល់ចូលព្រៃចូលអីទៅរកសัตว์មួយមិនបានផងហើយចេញមកវិញមកជួបព្រះសង្ឃមួយអង្គញាតិញោមបាច់ជាបាយរឿងហ្នឹងខឹងលោកថាអញចង្រៃហ្នឹងថ្ងៃហ្នឹងដែលមិនបានហ្នឹងមិនដោយសារជួបព្រះសង្ឃហ្នឹងដេញវាយលោកឆ្កែមកវងហើយលោកភ័យទៅលោកមុនឡើងដើមឈើដល់លោកមុនឡើងដើមឈើហើយចិត្តចាក់ព្រួយទៅដល់ចាក់ខ្លាំងពេកទៅស្បង់លោកចពោលោកធ្លាក់ពីដើមឈើមកក្របព្រានព្រៃហ្នឹងហើយឆ្កែស្មានតែលោកធ្លាក់មកហើយមិនមែនតែព្រានព្រៃឆ្កែហ្នឹងទៅពៀស៊ីម្ចាស់ឯងទៅអាហ្នឹង